វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ក្រុមប្រឹក្សាស្រុកដំណាក់ឆ្ងើសម្រាប់ឆ្នាំទី1អាណត្តិទី4នៅព្រឹកថ្ងៃទី27ខែមិថុនាឆ្នាំ2025នេះក្រុមប្រឹក្សាស្រុកដំណាក់ឆ្ងើខេត្តកែបបានរៀបចំវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ក្នុងគោលបំណងផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋនៅសមិទ្ធផលដែលក្រុមប្រឹក្សាស្រុកសម្រេចបាននាពេលកន្លងមករួមទាំងប្រមូលនៅបញ្ហាប្រឈមសំណុំពរនិងការដោះស្រាយឆ្លើយតបឲ្យបានទាន់ពេលវេលាវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នាពេលនេះធ្វើឡើងក្រោមអធិបតីភាពលោកកៅគីប្រធានក្រុមប្រឹក្សាស្រុកដំណាក់ឆ្ងើនិងលោកឆាងឆៃអភិបាលនៃគណៈអភិបាលស្រុកដំណាក់ឆ្ងើក្នុងនោះក៏មានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាស្រុកអភិបាលរងស្រុកតំណាងមន្ទីរអង្គភាពជំនាញពាក់ព័ន្ធមន្ត្រីរាជការសាលាស្រុកក្រុមប្រឹក្សាឃុំតំណាងក្រុមហ៊ុនទឹកក្រុមហ៊ុនភ្លើងអាជីវករអាចារ្យសមាគមសហគមន៍និងប្រជាពលរដ្ឋចូលរួមសរុបចំនួន212រូបស្រី52រូបក្នុងឱកាសនោះលោកវុនសុវង្សអភិបាលរងស្រុកដំណាក់ឆ្ងើបានអាននៅរបាយការណ៍លើការអនុវត្តគម្រោងកម្មវិធីវិនិយោគ3ឆ្នាំរំកិលស្រុកដែលមានការគាំទ្រពីបណ្ដាមន្ទីរអង្គភាពអង្គការសង្គមស៊ីវិលមានចំនួន48គម្រោងនៅក្នុងឆ្នាំ2025បានដំណើរការទៅរលូនលោកឆាងឆៃអភិបាលស្រុកដំណាក់ឆ្ងើបានលើកឡើងថាក្នុងឆមាសទី1នេះរដ្ឋបាលស្រុកបានខិតខំយកចិត្តទុកដាក់ក្នុងការបំពេញតម្រូវការចាំបាច់នានាជូនប្រជាពលរដ្ឋក្នុងស្រុកដំណាក់ឆ្ងើទាំងមូលដោយផ្ដោតសំខាន់លើការកសាងអភិវឌ្ឍនៅហេដ្ឋារចនាសម្ព័ន្ធសមិទ្ធផលនានារួមទាំងការផ្ដល់សេវាសាធារណៈក៏ត្រូវបានយកចិត្តទុកដាក់ខ្លាំងពីអាជ្ញាធរក្នុងមូលដ្ឋានផងដែរលោកកៅគីប្រធានក្រុមប្រឹក្សាស្រុកដំណាក់ឆ្ងើបានលើកឡើងថាវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ក្រុមប្រឹក្សាស្រុកនាពេលនេះពិតជាមានសារៈសំខាន់ណាស់ក្នុងការប្រមូលយកនៅបញ្ហាក្តីកង្វល់របស់បងប្អូនប្រជាពលរដ្ឋក្នុងនោះលោកក៏សូមឲ្យប្រជាពលរដ្ឋទាំងអស់ដែលចូលរួមក្នុងវេទិកានេះសូមលើកជាសំណួរចម្ងល់ដើម្បីឲ្យក្រុមការងារស្រាយបំភ្លឺនិងដោះស្រាយជូនជាលទ្ធផលអង្គវេទិកាទទួលបានសំណួរនិងសំណុំពរសរុបចំនួន10បានដោះស្រាយនិងសម្របសម្រួលបានចំនួន10និយាយថាទេចំពោះព័ត៌មានคล้ายៗ